trip ទៅកពតដែលខ្ញុំស្ទើរតែបានកាន់លុយសោះហើយសំខាន់ចាយឲ្យបានលុយត្រឡប់មកវិញទៀតមុនចេញដំណើរខ្ញុំឈប់ចាក់សាំងហើយទិញកាហ្វេមកកាអ្វីដែលខ្ញុំចូលចិត្តពេលទៅ trip បែបអញ្ចឹងគឺអត់ចាំបាច់កាន់លុយរីច្រើនខ្ញុំប្រើតែជាមួយនឹង Sinhan Visa កាដែរគឺងាយស្រួលចាយមែនតើសំខាន់ចាក់សាំងហើយមានឱកាសទទួលបាន cashback រហូតដល់$10ក្នុងមួយខែមកវិញទៀតពេលដើរលេងអញ្ចឹងអត់អ៊ីនធឺណិតអត់បានហ្មងនៅតាមផ្លូវក៏ខ្ញុំអាច top up អ៊ីនធឺណិតបានដែរតាម Store Cambodia app ងាយហើយថែមទាំងបាន cashback មកវិញ10%ទៀតមកដល់កពតភ្លាមខ្ញុំទៅញ៉ាំនំបញ្ចុកទុកមួយហិចមុនគេឃើញនៅម្ដុំក្បែរផ្លូវរថភ្លើងនេះមានគេ recommend ច្រើនហើយក៏បានហៅឲ្យញ៉ាំតិចតួចថែមទៀតអ្វីដែលងាយស្រួលទៅណាក៏អាច scan QR បានទាំងអស់ព្រោះ scan ទូទាត់តាមរយៈ Store Cambodia app របស់ធនាគារ Sinhan ណា scan បានគ្រប់ធនាគារឲ្យទៅជាសមាជិកបាគងហើយអត់មានអស់ថ្លៃសេវាអីទេបន្ទាប់មកខ្ញុំក៏បានទៅ check in នៅកន្លែងគេមកលើកណាក៏ចូលចិត្តមកគេងនៅនេះដែរព្រោះអីបរិយាកាសល្អស្ងប់ស្ងាត់ហើយ view ក៏ស្អាតដែរកន្លែងហ្នឹងខ្ញុំបុកតាម trip.com ទុកមួយអាទិត្យតព្រោះអីឃើញថាមានទូទាត់ជាមួយនឹង Sinhan Visa កាទៅទទួលបាន discount រហូតដល់ 8%ឃើញភ្លាមបុកទុកផ្លេតហ្មងបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើ promo code នេះគ្រាន់តែចូលទៅកាន់ website របស់ធនាគារ Sinhan ចូលពាក្យថា promotion ទៅកាត promotion ហើយចូលទៅកាន់ link trip.com នេះបន្ទាប់ពីជ្រើសរើសកន្លែងដែលអ្នកទាំងអស់គ្នាចង់ booking ហើយគ្រាន់តែបំពេញ Sinhan Visa កាតចូលឬក៏ទូទាត់ជាមួយនឹង Sinhan Virtual Card ក៏បានដែរអូបើសិនជាអត់ទាន់មាន Virtual Card ទេអ្នកទាំងអស់គ្នាក៏អាចបើកតាមរយៈ Store Cambodia បានដែរបើកចុចតែ2 3ប៉ក់ឲ្យអាចប្រើបានហ្មងសំខាន់អត់មានអស់ថ្លៃសេវាទៀតអ្នកចូលចិត្តដល់លេងបើ low budget អីបើមាន Visa Card Sinhan មួយដឹងទៅចំណេញហ្មងចូលដល់ថ្ងៃទី2នេះមេឃសាឡាល្អហ្មងបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយក៏បន្តដើរហូរទិញតរ៉េនព្រោះថាខែនេះបានមកដល់កពតហើយអត់សាកតរ៉េនអ្នកខេត្តកពតគឺអត់បានហ្មងតរ៉េនគេសាច់ច្រើនគ្រាប់តូចហើយសំខាន់គឺរសជាតិផ្អែមខ្ទិះដូចគេនិយាយចឹងបានបកញ៉ាំភ្លាមអញ្ចឹងអូយនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់គ្រាន់តែឃើញហើយក៏ចង់ញ៉ាំទៀតដែរហើយចំពោះបាយថ្ងៃគឺពួកខ្ញុំញ៉ាំបាយប៊ីសំខាន់បាយគាត់សាច់ឡងច្រើនហើយរសជាតិក៏ឆ្ងាញ់ដែរហើយកន្លែងចុងក្រោយមុននឹងមកអំពេញវិញគឺយើងបន្តទៅលេងនៅចំការម្រេចឃើញនៅកន្លែងនេះក៏គេល្បីមកដែរហើយទេសភាពស្អាតរបស់គេមែនហើយប៉ះពួកខ្ញុំចូលចិត្តដើរលេងបែបទេសភាពព្រៃភ្នំអញ្ចឹងផងត្រូវម៉ាច់ហ្មងពេលខ្លះគួរតែមកកន្លែងបែបនេះខ្លះដើម្បីសាកថ្មជីវិតខ្លួនឯងពីភាពឧមាញឹករបស់យើងរាល់ថ្ងៃ trip នេះអត់ត្រឹមតែសប្បាយទេប៉ុន្តែការចំណាយក៏ងាយស្រួលដែរហើយសន្សំបានគ្រប់ជំហានហ្មងកុំភ្លេចប្រើប្រាស់ធនាគារ Sinhan ដើម្បីជួយការចំណាយរបស់លោកអ្នកងាយស្រួលជាងមុនហើយសន្សំបានច្រើនជាងមុនដូចគ្នា